ក្តាប់អំពើជាមួយសាច់គោមួយមុខនេះធ្វើញ៉ាំបាយក៏ឆ្ងាញ់ញ៉ាំលេងក៏បានហើយបើប្រើជាគ្រឿងក្លែមវិញកាន់តែត្រូវថែមទៀតអាចសាកធ្វើញ៉ាំបានណាធានាថារសជាតិនឹងគឺឆ្ងាញ់សាហាវហ្មងសម្រាប់សាច់គោគឺខ្ញុំមានជាសាច់ជាប់ខ្លាញ់ប៉ុន្តែនេះជាប់ខ្លាញ់តែតិចទេឬក៏បងប្អូនចង់ប្រើជាសាច់ណាក៏បានឲ្យតែវាផុយល្អសាច់នឹងយើងផ្លះយកស្ដើងមកល្មមអញ្ចឹងណាម្ដុំនេះប្រហែលជាខ្ទង់2ខាំកន្លះអីហ្នឹងបន្ទាប់មកខ្ញុំប្រឡាក់ប្រេងខ្យងបន្តិចម្សៅស៊ុបបន្តិចហើយបើសិនជាបងប្អូនមានប្រេងល្ងអាចបន្ថែមបន្តិចមកធ្វើឲ្យសាច់របស់យើងនឹងកាន់តែមានក្លិនឈ្ងុយហើយទន់ល្អអញ្ចឹងទៅកុំភ្លេចដំខ្ទឹមសដាក់ពី3កាពឹសដាក់ប្រឡាក់ជាមួយគ្នាអញ្ចឹងពេលដែលយើងយកទៅចៀនឬក៏អាំងក្លិនរបស់វាគឺឈ្ងុយមែនតែនសាច់គោនឹងផ្អាប់ទុកប្រហែលជាខ្ទង់10នាទីអីសិនទៅចាំយើងយកមកចៀនហើយចៀនជាមួយប៊ឺអញ្ចឹងគឺឈ្ងុយខ្លាំងមែនតែនប៉ុន្តែបើសិនជាបងប្អូនអត់មានប៊ឺអាចចៀនជាមួយប្រេងឆាធម្មតាក៏បានដែរសម្រាប់ការចៀននេះគឺខ្ញុំចៀនយកឆ្អិនខាងក្រៅប៉ុន្តែឆៅខាងក្នុងអញ្ចឹងហើយគឺយើងបើកភ្លើងឲ្យក្តៅខ្លាំងទៅសាច់ខាងក្នុងហ្នឹងគឺវានៅឆៅទេប៉ុន្តែខាងក្រៅគឺវាឡើងសបកកាឡាតល្អអញ្ចឹងណាហើយបន្លែមានតែប្រហែលមុខនៅបងប្អូនអត់មានអីច្រើនទេអីដែលសំខាន់មួយទៀតហ្នឹងគឺប្រហុកសម្រាប់ប្រហុកនេះខ្ញុំប្រើប្រហែលជាខ្ទង់5កន្ទុយលាងទឹក3 4ទឹកឲ្យស្អាតហើយច្រាំវាឲ្យម៉ត់ទុកម្ដុំមកសាច់គោនេះទុកឲ្យត្រជាក់សិនចាំយកមកហាន់ណាបងប្អូនបើសិនជាហាន់ទាំងនៅក្តៅគឺវាហៀឈាមចេញអញ្ចឹងទៅវាអាចនឹងរាងខ្សោះអញ្ចឹងទៅហើយនេះដូចដែលខ្ញុំបានបញ្ជាក់អញ្ចឹងវាឆ្អិនតែខាងក្រៅទេប៉ុន្តែខាងក្នុងវានៅរាងឆៅអញ្ចឹងណាបន្ទាប់ពីនឹងមកចាំយើងមកបុកខ្ទឹមសជាមួយម្ទេសហើយក្នុងនោះខ្ញុំដាក់ស្ករបន្តិចដែរដើម្បីឲ្យវាបុកឆាប់ម៉ត់បន្ទាប់មកចាំដាក់ក្តាប់អំពិលចូលក្តាប់អំពិលនេះយកអាណាអត់ទាន់មានគ្រាប់បើសិនជាមានគ្រាប់អាចញ៉ាំទៅរាងចត់បុកវាឲ្យម៉ត់ហើយយើងដាក់គ្រឿងចូលមកយើងដាក់ប្រហុកដាក់ប៊ីចេងជាមួយនឹងស្ករហើយច្របាច់ក្រូចឆ្មាចូលមួយផ្លែដែរអានេះទោះបីជាក្តាប់អំពិលវាជូរហើយក្តៅក៏យើងត្រូវតែដាក់ក្រូចឆ្មាដែរដើម្បីឲ្យរសជាតិរបស់វានឹងជូរដិតល្អអញ្ចឹងណាហើយមួយទៀតគឺទឹកត្រីបងប្អូនខ្ញុំភ្លេចបន្ថែមពីដំបូងទឹកត្រីនេះខ្ញុំដាក់1ស្លាបព្រាបាយដែរដាក់ចូលហើយកូរច្បល់គ្រឿងទាំងអស់នឹងឲ្យចូលជាតិសព្វល្អសិនទៅចាំយើងដាក់សាច់គោចូលច្បល់ចូលគ្នាមកយើងច្បល់វាឲ្យបានរាងយូរបន្តិចមកប្រហែលជាខ្ទង់3ទៅ4នាទីចឹងទៅដើម្បីឲ្យវាចូលជាតិសព្វល្អបន្ទាប់ពីនោះមកបងប្អូនចង់ភ្លក់មើលម្ដងទៀតក៏បានឬក៏ភ្លក់មើលពេលដែលយើងលាយគ្រឿងប្រហុកជាមួយនឹងអំពិលខ្ចីអីហ្នឹងបងប្អូនចង់ភ្លក់ពេលហ្នឹងក៏បានឬក៏ដាក់សាច់គោចូលហើយចាំភ្លក់ក៏បានដែរហើយនៅក្នុងហ្នឹងក៏អញ្ចឹងដែរយើងអាចដាក់ជីដាក់ម្អមចូលជាមួយគ្នាអញ្ចឹងណាឬក៏ញ៉ាំផ្ទាប់មួយក្រៅដូចខ្ញុំអញ្ចឹងក៏បានសម្រាប់ម្អមវិញណាបើសិនជាបងប្អូនមានម្អមស្រាដូចខ្ញុំចេះឆ្ងាញ់មែនតើបងប្អូនញ៉ាំជាមួយទៅគឺឡើងឈ្ងុយហ្មងមកនេះប្រើជាគ្រឿងក្លែមគឺត្រូវខ្លាំងមែនតើហ្មងត្រូវខ្ញុំមានកែស្បឹកក្នុងទូទឹកកកស្រាប់ទៀតយកមកញ៉ាំជាមួយគ្នាអញ្ចឹងគឺឆ្ងាញ់មែនតើហើយម្អមនេះដូចខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងគឺប្រភេទម្អមស្រែវារាងតូចអញ្ចឹងក្លិនរបស់វាគឺឈ្ងុយបងប្អូនប៉ុន្តែបើអាម្អមមកប្រភេទទៀតរាងធំញ៉ាំជាមួយទៅអត់សូវឆ្ងាញ់មែនទេហើយនេះបើសិនជាបងប្អូនចង់ផ្ទាប់ជាមួយកូនស្ពៃបូកគោឬក៏តសក់អីទៀតក៏បានដែរ